Xin chào các bạnស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងហ្នឹងគឺយើងនឹងមកធ្វើការ reaction នឹងខ្ញុំខានធ្វើវីដេអូ reaction យូរហើយដោយសារតែមានបញ្ហាមួយចំនួនពាក់ព័ន្ធនឹង technical តែ yeah it's a matter ឥឡូវយើងមកធ្វើវីដេអូ reaction មួយទៀតគឺទៅលើបទចម្រៀងរបស់ ទេវសិទ្ធហើយខ្ញុំជាអ្នកតាមដានទេវសិទ្ធយូរហើយក្នុងចម្រៀងទាំងអស់របស់ទេវសិទ្ធគឺមិនទាំងអស់ហើយខ្ញុំអាចរាប់បានថា99% នៃចម្រៀងរបស់ទេវសិទ្ធគឺខ្ញុំមានក្នុងទូរស័ព្ទរបស់ខ្ញុំស្ដាប់ជាប់រហូតដូច្នេះហើយថ្មីនេះគឺគ្នាគាត់បានចេញមកបទចម្រៀងរបស់គាត់មានចំណងជើងថា đinh 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 also ខ្ញុំបានលើ drama ច្រើនមែនតើពាក់ព័ន្ធជាមួយនឹងរឿងទេពិសិដ្ឋនោះមិនរឿងទេពិសិដ្ឋទេរឿងគេហៅថាមានការ distract អីទៅវិញមកចឹងតែខ្ញុំគិតថាវាមិនតាន់ដល់ដំណាក់កាលដែលហៅថាជា distract ទេសំខាន់ខ្ញុំអត់ចង់និយាយបែករឿងឆ្ងាយតែខ្ញុំស្ដាប់បទទេពិសិដ្ឋអស់គ្នាគាត់និយាយឡើងខ្ញុំនឹងសម្បញ្ជាក់ខ្ញុំមិនមែនថាបទនេះមានតំណែងជាមួយនឹង distract ទេណាគឺខ្ញុំស្ដាប់បទគាត់ដោយសារតែខ្ញុំ control គាត់ so let's see 1 2 3ចាំឲ្យថតដែរអូខេមានខ្ញុំផ្លាស់ស្ដាប់ប្រូទៅអត់តន់អ្នកកាន់ខំខ្ញុំមិនស្គាល់បានងោះមានរឿងអីដែលមិនអាចអ្នកខ្លះបានដាច់ចុកបំហត់ដល់ពេលខ្ញុំលេខស្រណោវិស្រ័យថាខ្ញុំបិសាចសម្លឹងមកទៅមុខឲ្យខ្ញុំរត់បាននៅមុខឲ្យចំការមិនសុទ្ធអ្នកខ្លះឈឹមតិចជាព្រួយពេលខ្ញុំវាមុតពូណាចិត្តជាងអៀតទៅទៀតមិនតែអត់ហួយឥឡូវចាញ់មកគឺប្រូគឺអូខេគឺខ្ញុំអត់ដែលធ្វើវីដេអូ reaction ទៅបទទេពិសិដ្ឋទេដូច្នេះហើយខ្ញុំចាំបានថាខ្ញុំស្គាល់ទេពិសិដ្ឋយូរក៏ប៉ុន្តែតាមពីគាត់ប្រឡង The Voice តែគាត់ថាខ្ញុំអត់សូវតាមដាននេះអានេះនិយាយធំហ្មងតែនៅពេលដែលថ្មីដែលខ្ញុំតាមមិនថ្មីនៅពេលដែលខ្ញុំចាប់បានតាមរកគាត់ធ្លាប់ហ្នឹងគឺខ្ញុំចាប់អារម្មណ៍នៅពេលដែលគាត់ចេញបទ rap ដំបូងគេនៅហងមាសសម្រាប់ចេញមកពីអ្នកស្ដាប់ដូចគ្នាគឺបានន័យថាគាត់រក color ខ្លួនឯងអត់ទាន់ឃើញអានេះគឺជាការយកឃើញរបស់ខ្ញុំតែនៅពេលដែលមករយៈក្រោយចាប់តាំងពីគាត់ចេញ album នៅក្នុង channel របស់ខ្លួនឯងមកក្នុង channel ទេវិសិដ្ឋនេះគាត់ចេញបទស្អីគេទេដោយការនោះដូចជាសេរីបទចាប់គេសម័យខ្ញុំចាំយ៉ាងនៅក្នុង album ហ្នឹងគឺចាប់អារម្មណ៍ធ្វើឲ្យខ្ញុំមានការកាត់មួយខុសពីមុនទៅលើទេវិសិដ្ឋដែលធ្វើ color របស់គាត់គឺចេញមកវិញយើងស្ដាប់មើលទៅវាបដូររហូតដូចថាគាត់ចេញបទមួយដែលមានចំណងជើង 35 បទរបស់គាត់មួយគឺ flow អត់ចេះតែអត់តែអានេះវាជាចំណុចមួយដែលខ្ញុំស្ដាប់មើលទៅគឺខ្ញុំមិនមែន flow របស់គាត់គឺតែអត់តែទេតម្រងចង្វាក់របស់គាត់គឺបដូររហូតដែលយើងចាប់អត់តាន់បានទេថាគាត់នឹងចង់និយាយថាបដោតទៅលើចង្វាក់មួយណាដោយសារតែគាត់បដូររហូតហើយ lyric របស់គាត់ក៏ចាប់ផ្ដើមប្រសើរឡើងវិញច្រើនដែរប្រធៀបជាមួយនឹងបទដែលខ្ញុំបានស្ដាប់ការគាត់នៅហងមាសហើយយើងទៅមើលអស់គ្នាថាយ៉ាបើកអាននេះលោតនំមកឲ្យចំការមិនសុទ្ធអ្នកខ្លះឈឹមតិចជាព្រួយពេលខ្ញុំវាមុតពូណាចិត្តជាងអៀតទៅទៀតមិនតែអត់មើលប្រឹងខ្ញុំរខ្ញុំរៀនមានកំណត់ដូចនៅមានខ្ញុំរៀនទៅជាគ្រូប្រឹងរហូតដល់ទីបញ្ចប់ឲ្យខ្ញុំផ្ទះគូនៅសោបើយូបែរមកហ៊ានខ្ញុំលោអាស័យវាខ្ញុំស៊ីលុយអ្នកទាំងលៀនឲ្យខ្ញុំកៅពីទាំងមុំសប្បាយជាមួយនឹងលេចំណោមកឃើញទេចងងនៅមើលនេះខ្ញុំនៅមុំខ្ញុំធ្លាប់ទៅគេឌីលថាក្មេងអត់ដឹងអីអត់តន់ស្គាល់ថាអីចម្រៀងអត់តន់ស្គាល់ថាអីតន្ត្រីដូចអីខ្ញុំនិយាយមុនហ្នឹងគឺគាត់អាចនឹងចង់និយាយថាពេលហ្នឹងគឺគាត់អត់តន់ស្គាល់អត់តន់ដឹងថាអីជា color របស់គាត់តែដល់ពេលឥឡូវគាត់បានស្វែងរកអីដែលគាត់ចាជាខ្លួនគាត់ឃើញហើយចង់គាត់ផាននៅក្នុងចម្រៀងរបស់គាត់ដូច lyric គាត់និយាយមិនអញ្ចឹងក្មេងអត់ដឹងអីអត់តន់ស្គាល់ថាអីចម្រៀងអត់តន់ស្គាល់ថាអីតន្ត្រីគ្មានអ្នកចង់ឆ្លើយតបទៅខ្ញុំដូរលបថ្មីគិតលេងគិតលេងសោកអាចស្គាល់ខ្ញុំថាឈ្មោះតន្ត្រីសំណាឈ្មោះតន្ត្រីឈ្មោះអ្នកបង្កើតអ្នកតន្ត្រីអ្នកបង្កើតតន្ត្រីគឺគាត់បង្កើតអីមួយដែលជារបស់ខ្លួនគាត់ហ្មងអត់ច្រឡំជាមួយអ្នកណាទេ cool ហើយដែលគិតឲ្យធ្វើគិតឲ្យធ្វើនេះហើយជាសំណាក់ខ្ញុំមិនចង់ពឹងព្រះពឹងអីពឹងដីពឹងអីមិនសំខាន់ពឹងខ្លួនឯងដេញចាប់ដោយសម័យខំប្រឹងយកថ្ងៃព្រោះលុយវាសំខាន់អ្នកដែលពឹងវោហាតែសំដីប្រឹងរកអីថ្មីគិតតែប្រឹងរកចាស់កាន់ខំខ្ញុំមិនស្គាល់បាននឹងងោះមានរឿងអីដែលមិនណាអ្នកខ្លះបានដាច់ចុកបំហត់ដល់ពេលខ្ញុំលេខស្រណោវិស្រ័យថាខ្ញុំបិសាចសម្លឹងមកទៅមុខឲ្យខ្ញុំរត់បាននៅមុខឲ្យចំការមិនសុទ្ធអ្នកខ្លះឈឹមតិចជាព្រួយពេលខ្ញុំវាមុតពូណាចិត្តជាងអៀតទៅទៀតមិនតែអត់មើល
ប្រឹងខ្ញុំរខ្ញុំរៀនមានកំណត់ដូចនៅមានខ្ញុំរៀនទៅជាគ្រូប្រឹងរហូតដល់ទីបញ្ចប់ឲ្យខ្ញុំផ្ទះគូនេះសោបឲ្យយូរបែរមកហ៊ានខ្ញុំលោឡើងសាយវាខ្ញុំស៊ីលុយអ្នកទាំងលៀនឲ្យខ្ញុំកៅពីទាំងមកសប្បាយជាមួយនឹងលើចំណងមកឃើញតែចងងនៅមើលនេះខ្ញុំនៅមក Ding I do can rap I do can sing ជីវិតនេះ Ding I do can rap I do can sing នេះគឺជាចំណុចមួយដែលយើងត្រូវអញ្ចឹងឲ្យច្បាស់អ្នកនរខ្ញុំឃើញយើងពិភាក្សាគ្នាច្រើនមែនទែនពាក់ព័ន្ធជាមួយនឹង rapper ហើយ singer ហើយ DJs and stuff like that you know អ្នកខ្លះគឺគាត់ច្រៀងបានតែគាត់ rap អត់បានអ្នកខ្លះគឺគាត់ច្រៀងបាន rap បានតែគាត់ធ្វើ play ឬមួយក៏ produce ខ្លួនឯងអត់បានអញ្ចឹងតែនេះគឺវាមានច្រើនបែបសមត្ថភាពរបស់មនុស្សខុសៗគ្នាអញ្ចឹងណាប៉ុន្តែតែពិសេសគឺយ៉ាងខ្ញុំទទួលស្គាល់គឺគាត់ច្រៀងបទ song នីម៉ងក៏ produce rap ក៏អែមគឺគាត់មាន style របស់គាត់ដេញ cool មែនធម្មតាចប់របយខ្ញុំស៊ីលុយអ្នកទាំងលៀនឲ្យខ្ញុំកៅពីទាំងមកសប្បាយជាមួយនឹងលើចំណងមកឃើញតែចងងនៅមើលនេះខ្ញុំនៅមក Ding I do can rap I do can sing ជីវិតនេះខ្ញុំហោះហើរជ័យពីសៀមរាបហោះនៅភ្នំពេញស្វែងរកជីវិតមួយដល់ពេញលេញអត់ចាប់ដៃគ្នាឡើងខ្សែរែងដល់ស្រាប់ពេលខ្ញុំដល់វិញក៏ណាមើលខ្ញុំមិនជាកូនក្មេងដាក់តាណាដេកទៅនឹងគ្រាន់តែរោពេល feel ដេកឈៀលនៅលើរងមានអ្នកខ្លះគេអត់ស្នើមានជីវិតមិនប្រឹងឲ្យខ្ញុំឆ្ងល់នឹងគាត់ណាមិនបានកិនអញ្ចឹងកិនមិនគិតអាម៉ារាប់ឆ្នាំហើយខ្ញុំខ្លាយខ្លួនជា superstar សពអ្នកណាបានមិនអាចស្អប់តែលុយដុល្លារសាងមុងមកជឹងគ្រួសារខ្ញុំជាបោអ្នកអត់អ្នកលោតអ្នកទីលើមកឈប់មិនឈប់គ្នាខ្ញុំជួយចឹងគ្រប់ទៅទីអ្នកណាគេចង់ទៅសៀនអ្នកស្គបពីทางងត់នៅមកមានអ្នកខ្លះគេកិនចែមានអ្នកខ្លះគេកិនចោធ្វើខ្លួនឯងនឹងមានចំណែកតែការពេតនឹងមានច្រឡំធ្វើឲ្យអត់ណាស្ទីដបាននៅវាយឈ្នះគ្រប់ប្រឡោះលុយច្រើនណាស់នៅ in the cash គ្មានពេលគិតពីពូនស្អាតខ្ញុំធ្លាប់បានមើល interview របស់ទេពពិសិដ្ឋមួយដែលគាត់និយាយពាក់ព័ន្ធជាមួយនឹងកម្ម 20 out now គាត់បើតាមខ្ញុំចាំគាត់និយាយថា20 out now ហ្នឹងគឺជារបៀបប្រជាក្រុមមួយរបស់គាត់ចឹងណាហើយដូចជាមានគាត់ជា leader អីផងតែហើយ20 out now ហ្នឹងយើងតាមដានមើលកាលនោះដូចគាត់ចេញបទចម្រៀងរបស់20 out now ដែរអាហ្នឹងមិនមែនតែគាត់ជួយបទចម្រៀងទេគឺបានន័យថាជាក្រុមរបស់គាត់មួយដែលពេលហ្នឹងគឺពួកគាត់វ័យសបាគ្នាវ័យ20ឆ្នាំហ្នឹងគឺគាត់ចេញមកប្រឡូកក្នុងវិស័យចម្រៀងវិស័យ music industry ហើយ change វាហើយធ្វើវាថ្មីទៅតាមអ្វីដែលគាត់ចង់បាន and 20 out now វាទៅជាពាក្យមួយប្រចាំខ្លួនរបស់ទេពពិសិដ្ឋវាយឈ្នះគ្រប់ប្រឡោះលុយច្រើនណាស់នៅ in the cash គ្មានពេលគិតពីពូន Back when me and my father ជួបជុំគ្នានិយាយរឿងតែ modern ស្ដាប់ពីពិតការប្រែតាមមកដែលចាំណាកូនកុំបើហឹងឆេឆាទៅរឿងចិត្តសឿងតែកុំយកលុយទៅគៀបបៀតភ្លើងកុំថាឡើយ120,000ចេះប្រយ័ត្នកូនគេកូនយើង Sometimes people smile but still look angry ចង់ឲ្យខ្ញុំសប្បាយពេលខ្លះមានអ្នកខ្ញុំតែមុខនៅតែខឹងធ្វើឲ្យខ្ញុំនឹកដល់ clear មួយខឹងក៏ប៉ុណ្្នឹងអត់ខឹងក៏ប៉ុណ្្នឹងធម្មតាមុខមើលអញ្ចឹងធ្វើឲ្យគេគ្រប់គ្នាច្រឡំតែពេលខ្លះយើងអត់ខឹងគេផងតែមើលទៅធ្វើដូចមុខយើងមាំយើងខឹងគេអញ្ចឹងតែក៏ពិតអ្នកខ្លះគេខ្ញុំតែមុខរបស់ខ្ញុំវាគួរឲ្យមើលទៅវាដូចមនុស្សនឹងខឹងយល់អីចង់និយាយ Sometimes people smile but still look angry ចង់ឲ្យខ្ញុំសប្បាយ Money Nobody perfect My check 1 2 3 No more introduce everybody know me តែកាន់ខំខ្ញុំមិនស្គាល់បានទាំងអស់គ្នារឿងអីដែលមិនអាចអ្នកខ្លះបានតែដាច់ចង់ខ្ញុំហត់ដល់ពេលខ្ញុំលេងក្នុង office ថាខ្ញុំបិសាចសំឡងមកទៅមុខឲ្យខ្ញុំរត់បាននៅមុខឲ្យចំការមិនសុទ្ធអ្នកខ្លះឈាមតិចជាព្រួយពេលខ្ញុំវាមុតពូណាចិត្តជាងអៀតតទៅទៀតមិនតែអត់មើលប្រឹងឲ្យខ្ញុំរខ្ញុំរៀនមានកំណត់ដូចនៅមានខ្ញុំរៀនទៅជាគ្រូប្រឹងរហូតដល់ទីបញ្ចប់ឲ្យខ្ញុំផ្ទះគូនេះសោបឲ្យយូរបែរមកហ៊ានឲ្យខ្ញុំលោឡើងសាយវាខ្ញុំស៊ីលុយអ្នកទាំងលៀនឲ្យខ្ញុំកៅពីទាំងមកសប្បាយជាមួយនឹងលើចំណងមកឃើញតែចងងនៅមើលនេះខ្ញុំនៅមក So cool Good job man good job លេខខ្ញុំទៅមើល description មើលទេពសិទ្ធ20 out now see អានេះគឺក្រុមឈ្មោះ team របស់គាត់ឈ្មោះ20 out now team
ហើយក្នុងនោះមានតាសេវីតូអូខេ shout out to វីតូគឺគាត់បញ្យល់នៅបទចម្រៀងច្រើនហើយភ្លេងគុណភាពល្អមែនតើនេះស្គបបញ្យល់ជាមួយនឹង Amfred ដូចជាគាត់ចេញបទចម្រៀង2នាក់ដែរ Amfred ជាមួយនឹងវីតូហ្នឹងមិនបាយវីតូអូខេ shout out to វីតូហ្នឹងហើយ good job man good job ខ្ញុំគិតថាបទចម្រៀងនេះគឺមែនតើខ្ញុំស្រឡាញ់បទចម្រៀងនេះដូចជានិយាយលេងខ្ញុំតែណែអញ្ចឹងបទទេពិសិដ្ឋមួយគឺមានលក្ខណៈខុសគ្នាពីបទមួយទៅបទមួយចំណិចលេងខ្ញុំស្ដាប់មើលទៅគឺវាអត់តលន់ណាជាមួយនឹង flow ជាមួយនឹងចង្វាក់ភ្លេងរបស់គាត់គឺចេញមកគឺវាខុសពីបទមួយទៅបទមួយហ្មងនេះ it's cool man ចូលចិត្តគាត់ថងហ្នឹងហើយប្រូរបស់គាត់គឺវាកាន់តែល្អឡើងហើយដោយសារតែគាត់ឆ្លងកាត់ច្រើនហើយគាត់បានចូលក្នុងជាគេហៅថាប្រឡូកក្នុងជីវិតពិតណា so គាត់បានធ្វើបានល្អមែនទែនពាក់ព័ន្ធជាមួយនឹងបទចម្រៀងនេះ good job ពិសិដ្ឋហើយមួយវិញទៀតគឺខ្ញុំឃើញគ្នាយើងនៅក្នុង social media គឺព្យាយាមថាអូបុគ្គល A ឥឡូវល្បីជាងបុគ្គល B ឬមួយអញ្ចឹងគឺខ្ញុំមិនមែនថាខ្ញុំកាន់ជើងពីណាគេទេគ្រាន់តែថាយើងគិតថាវាមិនមែនជាការប្រកួតប្រជែងក្នុងន័យថាគេហៅថាបន្ទាបទៅលើម្នាក់ទៀតទេយល់ទេគឺបានន័យថាមិនមែនដើម្បីតែជន់ផលិតទៅលើម្នាក់ទៀតទេចង់និយាយថាគាត់ធ្វើនេះគឺដើម្បីគេឈ្មោះរបស់គាត់ដើម្បីវិវត្តតនភាពនៃ music industry នៅស្រុកខ្មែរយើងខ្ញុំគិតថាគោលដៅរបស់គាត់ដំបូងឬក៏ចម្បងជាងគេហ្នឹងមិនមែនដើម្បីផ្ដួលអ្នកណាម្នាក់ឬក៏ដើម្បីជន់អ្នកណាម្នាក់នោះទេដូច្នេះយើងដែលជាអ្នកគ្រប់គ្រងក៏គួរតែយល់ទៅលើចំណុចហ្នឹងនៅពេលដែលគាត់ធ្វើនៅអ្វីដែលល្អហើយមួយខាងទៀតគឺគាត់នឹងបើថាគាត់នៅក្នុងដំណាក់កាលជាគូប្រជែងពិតមែនគាត់នឹងព្យាយាមធ្វើអីរបស់គាត់ឲ្យល្អជាងនេះទៀតល្អយើងនៅកណ្ដាលយើងអ្នកចាំស្ដាប់ហ្នឹងគឺនេះបទពិសោធន៍ស្ដាប់យើងវាកាន់តែអែមតាមនឹងដែរព្រោះបើមិនអត់មានការរីកចម្រើនទេ music របស់យើងក៏វាអត់កើតដែរ artist មួយអត់មានការស្វែងរកអីដែលថ្មីទេយើងក៏អត់មានអីដែលថ្មីស្ដាប់ដែរដូច្នេះហើយរីករាយជាមួយនឹងអីគាត់ធ្វើរីករាយជាមួយនឹងអ្វីដែលគាត់ផ្ដល់ឲ្យទៅអញ្ចឹងខ្ញុំគិតថាអស់ហើយប៉ុណ្ណឹងពាក់ព័ន្ធជាមួយនឹង video reaction ខ្ញុំលើកនេះ sorry មែនតើខ្ញុំផាន់ចេញ video reaction យូរព្រោះថាខ្ញុំវាមានបញ្ហាបច្ចេកទេសដែលមិនទាន់ដោះស្រាយបានដូចគ្រាន់ថាខ្ញុំឆ្លៀតចេញឲ្យហើយទៅព្រោះថាមានបទចម្រៀងប្រហែលបទដែលខ្ញុំចាប់អារម្មណ៍ហើយខ្ញុំចង់និយាយពីវាសង្ឃឹមថាអ្នកនរគ្នាចូលចិត្តនៅវីដេអូនេះហើយកុំភ្លេចបើសិនជាមានមតិយោបល់អីអ្នកនរអាចចេញនៅក្នុង box comment បានហើយយើងនឹងនិយាយគ្នាម្ដងទៀតនៅវីដេអូក្រោយ